ខ្លាចជាស្ត្រីមេផ្ទះចំតួហើយតាំងពីអត់ការងារធ្វើមកឥឡូវនៅសម្រាប់នៅផ្ទះមួយរយៈឥឡូវខ្ញុំមកនៅទីក្រុងជូនចាំជូនកូនស្រីទៅរៀនអញ្ចឹងបានថាឥឡូវនៅបំពេញតួនាទីជាអ្នកម្ដាយខ្លះទៅពីព្រោះអីយើងចេញធ្វើការរាប់សិបឆ្នាំអីមើលខ្ញុំចេញតាំង2006ដល់2026ចូល20ឆ្នាំហើយអ្នកទាំងអស់គ្នាឥឡូវនឹងទឹកទៅប្រើជីវិតនៅផ្ទះមួយរយៈបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាត្រឹមតែមួយរយៈតែប៉ុណ្ណោះហើយពីថ្ងៃមុនហ្នឹងគឺខ្ញុំនិយាយពីបញ្ហាកូនស្រីតម្រូវឲ្យចាក់វ៉ាក់សាំងការពារមាត់ស្បូនហ្នឹងអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលដល់ភ្នំពេញយើងអាចតាក់ទងទៅសួរនៅមន្ទីរពេទ្យលួងម៉ែលួងម៉ែកុមារពីអាយុ19ដល់14ឆ្នាំនៅតែ free ដដែលចាក់ដោយគ្មានគិតថ្លៃដោយមិនមានការបង់ប្រាក់ទេប៉ុន្តែបើសម្រាប់មនុស្សធំសម្រាប់អ្នកដែលមានដៃគូហើយរៀបការហើយគ្រប់អាយុមករដូវហើយអានឹងខ្ញុំមិនដឹងទេចាំមើលខ្ញុំនឹងឆ្លៀតពេលទៅសួរព័ត៌មានហើយខ្ញុំនឹងដាក់ផុសនៅក្នុង social media ឲ្យអ្នកទាំងអស់គ្នាដើម្បីឲ្យទទួលដឹងនៅការថែទាំសុខភាពដោយសារតែបច្ចុប្បន្នហ្នឹងគឺមេរោគជាពិសេសគឺមហារីកលំដាប់លេខ1នៅលើពិភពលោកហើយសូម្បីតែនៅស្រុកគេក៏គេលើកទឹកចិត្តឲ្យយើងទៅចាក់វ៉ាក់សាំងការពារមាត់ស្បូនដែរអ្នកទាំងអស់គ្នាសម្រាប់មនុស្សស្រីយើងហើយនៅមួយការរស់នៅសពថ្ងៃវាមិនសូវជាស្អាតល្អប្រហែលបរិយាកាសក៏វាមិនសូវល្អសម្រាប់អ្នកមានដៃគូសម្រាប់អ្នកមានបង្កើតកូនបង្កើតអីអញ្ចឹងវាអាចតែងតែមានការបាត់បង់នៅប្រព័ន្ធការពារប្រព័ន្ធភាពស៊ាំភាពស៊ាំស្អីគេហ្នឹងគឺជាហេតុផលដែលយើងគួរតែយកចិត្តទុកដាក់ស្ដាប់ដែរហើយយើងនឹងចែករំលែកទៅឲ្យកូនស្រីបងប្អូនមិត្តភ័ក្តិស្រីដែលគាត់នៅមិនទាន់បានទទួលវ៉ាក់សាំងសូម្បីតែខ្ញុំអត់ទាន់ទទួលបានវ៉ាក់សាំងទេអញ្ចឹងខ្ញុំនឹងទៅសួរព័ត៌មានលម្អិតហើយនឹងមិនខ្ញុំនឹងចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹងប៉ុន្តែខ្ញុំបានឆែកឲ្យសូម្បីតែនៅស្រុកគេក៏គេលើកទឹកចិត្តឲ្យចាក់ដែរនេះគឺជារឿងដែលខ្ញុំទទួលបានមកបានខ្ញុំចាប់ផ្ដើមខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាបន្តទៀតហើយឥឡូវនឹងភ្លៀងហើយខ្ញុំនៅលើឡានខ្ញុំកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយអរគុណអ្នកទាំងអស់គ្នាមានអីចាំជួយចែករំលែកគ្នាតាក់ទងជាពិសេសតាក់ទងជាមួយនឹងរឿងសុខភាពហ្នឹងហ្មង